មកដងអំពីវិធីវាតម្លៃនៃការប៉ះពាល់ក្បាលតើធ្ងន់ធ្ងរឬអត់ក្រោយពេលដែលកុមារបានដួលប៉ះទង្គិចក្បាលនោះជាពិសេសគឺកុមារតូចៗដែលប៉ាម៉ាក់បារម្ភបំផុតនោះគឺជាបន្ទុកគេហៅថា GCS ពាក្យថា GCS បានន័យថា Glasgow Coma Scale ចឹងគឺវាតម្លៃទៅលើភ្នែកទៅលើកាយវិការទៅលើការបញ្ជាបន្ទុកពេញគឺ15បន្ទុកកម្រិតស្រាលឬក៏ហៅថាបន្ទុកចន្លោះពី14ទៅ15ចន្លោះមធ្យមបន្ទុកពី13ចុះមក9ហើយនឹងកម្រិតធ្ងន់ពី8ចុះទៅដល់3ប៉ុន្តែត្រូវការវាតម្លៃដោយគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ឬក៏គ្រូពេទ្យផ្នែកវះកាត់កុមារវះកាត់ផ្នែកខួរក្បាលប៉ុន្តែប្រហែលជាសាំញ៉ាំសម្រាប់ប៉ាម៉ាក់អញ្ចឹងខ្ញុំឲ្យចំណាំថាបើសិនជាកើតមានគ្រោះថ្នាក់ហើយនឹងអត់ស្លាប់ទេហើយនឹងលេងធម្មតាបើធម្មតាមុំធម្មតាអត់ជាបញ្ហាធំទេក្នុងករណីនេះយើងត្រូវធ្វើ CT scan បើសិនជាទី1ក្រោយពីដួលហើយស្លាប់ទោះបីជាស្លាប់ប៉ុណ្ណាក៏ដោយទី2អត់ស្លាប់ទេប៉ុន្តែក្រោយពីនឹងមកកុមារចេះតែក្អួតចេះតែឈឺក្បាលខ្លាំងចេះតែធ្វើទុកយំឬក៏សន្លឹមអត់លេងអត់បើហើយក្អួតនៅតែបន្តគឺតម្រូវការឲ្យធ្វើ CT scan ជាចាំបាច់ករណីខ្លះពុកម្ដាយបារម្ភពេកអាចធ្វើ CT scan ដែរដោយសារតែខ្លាចគាត់មានបញ្ហាបារម្ភគេអត់លក់គិតច្រើនតែបើមានបញ្ហាទាំងអស់នេះត្រូវត្រឡប់មកពេទ្យវិញបើសិនជាមានបញ្ហាក្អួតចង្អោរមានបញ្ហាឈឺក្បាលអត់បាតមានបញ្ហាសន្លឹមអត់លេងអត់បើអញ្ចឹងបាទហើយបើសិនជាមានករណីដែលបាក់ដៃបាក់ជើងមានរបួសមានអីចឹងហ្នឹងអានឹងគ្រូពេទ្យនឹងធ្វើការព្យាបាលរបួសទៅតាមហ្នឹងអញ្ចឹងសូមណែនាំឲ្យមកជួបវិជ្ជាបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ផ្នែកកុមារផ្នែកជំងឺខួរក្បាលដើម្បីឲ្យបានច្បាស់លាស់ព័ត៌មានពិតប្រាកដបាទខ្ញុំបាទសូមអរគុណសូមជម្រាបលា Okay, let's go.